ដើមនៅសាច់យើងដំបូងយើងឃើញថាចាយហ្នឹងជិះទៅប៉ះជាមួយនឹងកង់អាប៉ែកឈូយន្តកង់ហើយទៅពេលហ្នឹងគាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងហើយភ្លាមហ្នឹងអ្នកកុនត្រូវម្នាក់ក៏បាននិយាយថាតើអាប៉ែកឈូយន្តកង់ហ្នឹងចង់ធ្វើឲ្យចាយដួលមែនហើយអាប៉ែកមួយហ្នឹងក៏បាននិយាយទៀតថាតើពួកគេហ្នឹងចង់កំទេចនៅចាយចូលចង់ឲ្យឈ្នះការប្រកួតហ្នឹងដែលងាយមែនអាប៉ែកហ្នឹងក៏បានមើលឃើញទឹកមុខចាយបានមុខទឹកមុខចាយឡើងមាំហើយក៏បានជិះកាត់មុខអាប៉ែកហ្នឹងធ្វើអាប៉ែកហ្នឹងភ័យខ្លាំងតែមកស្តាតល្បឿននៃការជិះរបស់ពួកគេហ្នឹងគឺលឿនខ្លាំងពេកហើយភ្លាមអាប៉ែកហ្នឹងក៏បានមើលទៅប៉ែកហ្នឹងបាននិយាយថាមិញខ្ញុំបានថាមួយចាយចូលមែននិយាយថាប៉ែកហ្នឹងសាំហ្មងហើយមីនោះក៏បានមើលការប្រកួតហ្នឹងដែរហើយក៏បាននិយាយថាចាយហ្នឹងក៏កំពុងព្យាយាមរើសម្រាប់ប៉ែកមួយនៅក្នុង team Monster ហ្នឹងក៏បាននិយាយថាតើពួកគេហ្នឹងមានសុវត្ថិភាពទេមែនហើយប៉ែកមួយដែលត្រូវដំកេងវាយយកស្បែកជើងហ្នឹងក៏បាននិយាយថាតើពួកវាងាយស្រួលក្នុងការបញ្ឈប់ចាយចូលវិញក្នុងការជិះទៅមុខអត់ហើយនៅពេលហ្នឹងអាប៉ែកមួយថាដែលឈរនៅចិត្តនឹងក្នុងក្រុមថលែងចលាហ្នឹងក៏បានក៏និយាយថាវាមិនអាចទេព្រោះចាយហ្នឹងគឺលឿនខ្លាំងតែហើយអាប៉ែកហ្នឹងក៏បាននិយាយទៀតថាវាមិនងាយស្រួលទេក្នុងការបញ្ឈប់ចាយចូលរបស់យើងដែលជា Super Rocky ហ្នឹងទោះបីចាយចូលរបស់យើងជិះក្នុងលឿនលឿនប៉ុណ្ណាក៏ដោយក៏ការជិះកង់របស់ចាយចូលហ្នឹងគឺវាល្អឥតខ្ចោះខ្លាំងតែហ្មងមើលទៅកាន់ការប្រកួតហ្នឹងយ៉ាងស្វិតស្វាញតែម្ដងមើលទៅកាន់គាត់ផ្នែករបស់ចាយចូលខ្លាំងតែគាត់ឡើងខិតខំជិះខ្លាំងតែហ្មងហើយគាត់និយាយថាខ្ញុំមិនគិតថាខ្ញុំហ្នឹងគឺមិនអាចបញ្ចប់វគ្គនៅ final នេះបានទេគាត់ទៅឈ្នះតែម្ដងនៅពេលនេះយើងក៏លេចទៅមើល Back Shoe យើងកង់ហើយនឹង Venio គឺពួកគេកំពុងតែជិះបិទចាយចូលរបស់យើងនៅពីក្រោយហើយភ្លាមចូលគឺគាត់បាក់ជិះខ្លាំងតែហើយយើងក៏លេចទៅមើល map នៃការប្រកួតហ្នឹងវិញពួកគេទាំងអស់គ្នាហ្នឹងគឺត្រូវជិះមួយជុំឲ្យទៅដល់ goal ហើយទៅកាត់ឆ្លងកាត់នៅកន្លែងមួយគេហៅថាកន្លែង lock town របស់គេហើយចម្ងាយរបស់ពួកគេហ្នឹងគឺនៅឆ្ងាយទៀតហ្មងយីមែនស៊ីក៏បាននិយាយថាចម្ងាយរបស់ពួកគេហ្នឹងគឺនៅឆ្ងាយទៀតនេះយូរយើងក៏បាននិយាយទៅកាន់អាប៉ែកឈូយន្តកង់ថាចេះតែឯងរួចរាល់នៅក្នុងការរៀបចំផែនការរបស់យើងអញ្ចឹងណាហើយភ្លាមយន្តកង់ក៏បាននិយាយថានេះគឺជា style របស់យើងតែឯងកុំភ័យគឺយើងមានតែទីក្នុងការបិទចាយចូលរបស់យើងភ្លាមកាត់មកកន្លែងយូមីក៏បាននិយាយទៅកាន់ក្រុមរបស់ Venny ថាតើពួកគេហ្នឹងគឺមានគោលបំណងក្នុងការបញ្ចប់ទីរួចរាល់ដែរទេហើយរូមីក៏បាននិយាយថាប្រហែលពួកគេមានភាពជឿជាក់ក្នុងការយកឈ្នះនៅការប្រកួតនៅកន្លែងដំហ្គេងក៏គាត់ខំជិះខ្លាំងមែនទែនដោយសារអាប៉ែកជោគខើហ្នឹងគឺវាតាមបិទដំហ្គេងរបស់យើងខ្លាំងមែនទែនហ្មងហើយដំហ្គេងក៏បាននិយាយថាតែឈួតមែនហើយចង់បញ្ចប់ទីទេមែនតែចង់ឈ្នះដោយការបិទរបស់យើងមែនអាចចង្រៃយកជោគខើចាំមើលតែយើងអាចរួចផុតពីកន្លែងហ្នឹងណាគាត់ពីអ្នកជួនហ្នឹងគឺខំជិះខ្លាំងមែនទែនដោយសារតែអាប៉ែកជោគខើហើយនឹងវូអ៊ីងហ្នឹងគឺតាមបិទគាត់ខ្លាំងមែនទែនហ្មងគឺមិនចង់ឲ្យគាត់ហ្នឹងចេញទៅណាកើតទេនិយាយទៅគាត់អាប៉ែកពីរអ្នកហ្នឹងគឺសាំខ្លាំងមែនទែនហ្មងគឺចង់ធ្វើស៊ីដំហើយនឹងជូនដំក៏បាននិយាយថាតើពណ៌ចង្រៃហ្នឹងគឺវាតាមបិទយើងដល់អង្ការទៀតសាំមែនទែនហ្មងអតីតកាលនៅពេលដែលដំកេហ្នឹងទៅប្រកួតជាមួយនឹងការសូម៉ាគ្រូនៅប្រទេសជប៉ុនហើយគាត់ក៏បាននិយាយថាអាប៉ែកមួយដែលប្រកួតមួយគាត់ហ្នឹងគឺប៉ែកធីមនៅក្នុងការសូម៉ាគ្រូហ្នឹងគឺសាហាវខ្លាំងមែនទែនហ្មងវាតាមបិទដូចជាអាប៉ែកជូខើឥឡូវយើងកាត់មកកន្លែងជូនរបស់យើងជូនក៏បាននិយាយថាដំយើងធ្វើតាមផែនការរបស់យើងឥឡូវវាដល់ពេលដែលយើងរួចរាល់នៅក្នុងការបញ្ចប់ទីហើយយើងកាត់មកអតីតកាលគេហ្នឹងមានផែនការឲ្យ Sally ហ្នឹងទៅជួយចាយចូលបន្ទាប់ពី Sally ហ្នឹងគឺឆ្លងកាត់ជាមួយនឹងអាប៉ែកជូខើនិង Walk In ហើយឆ្លងកាត់ជាមួយនឹងដំហើយនឹងជូនហើយ Sally ហ្នឹងនឹងជួយចាយរបស់យើងនៅក្នុងការបើកផ្លូវទៅកាន់ទីផ្ដាច់ព្រាត់អញ្ចឹងណាហើយពួកគេក៏បានរៀបរាប់អំពីការយុទ្ធសាស្ត្ររបស់ពួកគេនៅពេលដែលគេមុនប្រកួតពួកគេបានសិក្សាអំពី team separate crew ថាមិនអស់អញ្ចឹងណាហើយពួកគេថាក្នុងគោលបំណងហ្នឹងគឺមានតែ Sally ហើយនឹងចាយចូលតែមួយគត់ដែលអាចបញ្ចប់ទីនៅក្នុងវគ្គផ្ដាច់ព្រាត់នេះបានណាហើយគឺសង្ឃឹមលើចាយខ្លាំងមែនទែនព្រោះចាយហ្នឹងគឺជាកន្លែង king របស់គេគឺជាកូនដាវរបស់គេពេលដែល Sally នាងទៅកន្លែងចាយហើយ Sally ហ្នឹងគឺជាអ្នកបើកផ្លូវឲ្យចាយក៏សួរថាបើសិនបើគេមកបិទ Sally តើ Sally នឹងធ្វើម៉េចអញ្ចឹងវាមិនបរាជ័យទេហើយ Sally ក៏បាននិយាយថា 20% ទេដែលពួកយើងគឺអាចយកជ័យជំនះបានអញ្ចឹងបើសិនបើគេបិទគឺចាត់ដំហ្គេងហើយនឹងជូនមកជួយនាងអញ្ចឹងណាហើយមើលទឹកមុខពួកគេទៅបាទហើយយើង Sally របស់យើងនាងកំពុងតែខំជឿនាងគិតថាវាដល់ពេលដែលយើងត្រូវបញ្ចប់ទីហើយចាយចូលប៉ែវូអ៊ីងនឹងជោគខើប៉ែវូអ៊ីងក៏បាននិយាយថាតើពួកគេទាំងតែចង់ប្រកួតឬមែនពួកគេអស់ទួនាទីមែនបានពួកគេឆាប់ដើមrelax អញ្ចឹងណាហើយយើងកាត់មកមើលការប្រកួតរបស់យើងវិញយើងឃើញថាវិញនេះហើយនឹងអាប៉ែកជោគខើតាមបិទចាយចូលរបស់យើងហើយភាគហ្នឹងក៏កាត់ចប់តែប៉ុណ្ណឹង